សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកប្រៀបធៀបគ្នាអំពីអីទៅដែលហៅថា theoretical framework អឺតាហើយនឹង conceptual framework អញ្ចឹងtheoretical framework គឺយើងពន្យល់ថាគឺយើងពន្យល់ explain why research problem is យើងពន្យល់ថាហេតុអីបានជាអឺបញ្ហានៅក្នុង research ហ្នឹងវាមានហើយបើត្រវិញ on testing ដោយតាមរយៈការគូបញ្ជាក់ហើយនឹងការតេស្តណាការធ្វើការសាកល្បងទៅលើទ្រឹស្ដីដែលវាមានស្រាប់គោលបំណងរបស់ theoretical framework គឺបញ្យល់ហើយនឹង predict phenomena គឺហើយនឹង predict ប៉ាន់ស្មានទុកនៅទាយទុកនៅ phenomena នៅអភូតហេតុមួយដោយប្រើនៅ testing នៅការប្រើឬក៏ការតេស្តនៅ theory ដែលមានស្រាប់ចំណែកឯគោលបំណងរបស់ conceptual framework គឺបញ្យល់ថាការសិក្សា what will be study ដែលគួរនឹងអ្វីដែលត្រូវសិក្សាហើយ how main concept ឬក៏ variable ហ្នឹងវាពាក់ព័ន្ធគ្នាយ៉ាងម៉េចអញ្ចឹងគោលបំណងវាគឺ illustrate key concept variable គឺបង្ហាញនៅ key concept variable their expectation their expected relationship នៅក្នុងការសិក្សាហ្នឹងហើយវា focus narrow ហើយនឹង specific to current study មូលដ្ឋានរបស់ conceptual framework គឺមានប្រភពមកអំពី literature review មានប្រភពមកពី theory ហើយនឹង empirical evidence ទៅនឹងការសិក្សា role នៅក្នុង research របស់ conceptual framework គឺផ្ដល់ជា road map គឺជាផែនទីសម្រាប់ការសិក្សា guide data collection ហើយនឹង analysis ហើយ scope របស់វាគឺ more constraint and context specific ឧទាហរណ៍ដូចជា AI competency educator characteristic training implementation readiness in Cambodia ឧទាហរណ៍យើងតែគូជាដែរនេះចឹងគឺ conceptual framework មើល AI training support អញ្ចឹងបើសិនជាយើងចង់ឧទាហរណ៍ដូចជានេះគឺជា conceptual framework មួយដែលយើងចង់បង្កើតនៅ AI competency សមត្ថភាពរបស់ AI ទៅលើ health profession educator អញ្ចឹងយើងបើធ្វើមានអីខ្លះកាលណាយើងនិយាយអំពី computer គឺមានទាំង AI training ហើយ support តើស្ថាប័នហ្នឹងគឺមាន AI គ្រប់គ្រាន់ត្រៀមខ្លួនរួចរាល់ហើយនៅសម្រាប់ការទទួលយកនៅ AI ហ្នឹងហើយ educator characteristic ហើយនឹងលក្ខណៈរបស់អ្នកអប់រំដែរអ្នក educator ដែរអញ្ចឹង educator គាត់មានចំណេះដឹងតកតើនឹង digital តកតើទៅនឹង knowledge តកតើទៅនឹង ethic តើប្រើ AI នឹងត្រឹមត្រូវតាមរបៀបណាហើយមួយទៀតគឺឧទាហរណ៍ដូចជា intention to integrate ចឹងអាហ្នឹងវាគឺជា variable មួយចំនួនដែលវា affect ទៅលើសមត្ថភាពរបស់ educator មួយទៀតគឺ intention integrate AI in education តើស្ថាប័នឬក៏អ្នកទាំងអស់ហ្នឹងគឺគាត់មានបំណងក្នុងការរួមបញ្ចូល AI នៅក្នុងការអប់រំដែរអត់ implementation of AI in education practice មួយទៀតនៅពេលទោះបីជាយើងមានការបំពាក់បំពន់ផ្នែកខាងការ support នៅក្នុង AI បើយើងបង់លុយឲ្យបុគ្គលិកប្រើ AI បុគ្គលិកត្រៀមខ្លួនរួចរាល់ប៉ុន្តែនៅពេលដែលការអនុវត្តនោះការអនុវត្ត AI នៅក្នុង education practice ហ្នឹងគឺមិនដែរគឺយើងប្រើបាននៅកម្រិតណានោះដែលយើងត្រូវវាស់ស្ទង់តាមនឹងទៀត it answer the question what we be study and how variable related អញ្ចឹងនៅក្នុង conceptual framework និយាយឲ្យខ្លីគឺថាវាឆ្លើយនឹងសំណួរថាតើយើងសិក្សាពីអ្វីដែលយើងនឹងសិក្សាពីអ្វីហើយ variable មួយណាខ្លះដែលវាពាក់ព័ន្ធគ្នាអញ្ចឹងយើងឃើញថាមាន variable ច្រើននៅក្នុងហ្នឹងតាំងពីបុគ្គលិកតាំងពីស្ថាប័នតាំងពី supporter ចូលរួម all the stakeholder យើងបែរមកមើលមកខាងនេះវិញបន្តិចតើទៅនឹង theoretical framework គឺវាបញ្យល់ថាតើ
hạt ấy bạn chỉ miền bánh hàng cả lắm hay việc bình dụ hay việc tiên gì cú hay là testing từ lời tiên chỉ đây sometimes drawing on testing and existing theory chẳng có một robot theoretical framework nó cứ bình dụ predict the phenomena phenomena đấy pra nó testing rồi gọi existing theory trong lại we focus ទៅលើ broad ទៅលើភាពទូលំទូលាយហើយ general អញ្ចឹងហើយគឺ we discuss ទៅលើ theory ដែលមានស្រាប់ហើយនឹងតំណាក់តំណងវាតើវាមានតំណាក់តំណងយ៉ាងម៉េច basis អញ្ចឹងវាផ្អែកទៅលើនៃគេ build on established theory and literature អញ្ចឹង theoretical framework មានប្រភពមកអំពីគឺមានប្រភពមកអំពី theory ហើយនឹង literature review ការរំលឹកទ្រឹស្ដីរបស់យើង role in research role នៅក្នុងការ research នេះគឺ theoretical framework មាននទី foundation នេះគឺផ្ដល់ជាមូលដ្ឋានគ្រឹះហើយនឹងបំភ្លឺដល់ការសិក្សារបស់យើងហើយវាផ្ដល់ជាការបង្ហាញផ្លូវទៅដល់ hypothesis development ដែលយើង develop hypothesis ដោយរបៀបណា scope របស់វាបើយើងមើលអំពីនេះរបស់វាមានភាពជា abstract មានន័យថាវាមានលក្ខណៈជាអរូបីនៅឡើយវាអត់ទាន់ទៅជា visualize ដូចជាឬ concept ដូចជា conceptual framework ទេហើយវា and comprehensive ឧទាហរណ៍ដូចជាយើងការប្រើ technology acceptance model TAM តាមដើម្បីបញ្យល់ថាតើ educator ហេតុអីបានជា educator ទទួលនៅ AI tool ជាដើមឧទាហរណ៍ដូចជា theoretical framework external variable គឺតើទៅនឹង perception របស់ staff មួយថាតើtool ថ្មីហ្នឹងគឺវាមានប្រយោជន៍សម្រាប់គាត់អត់ perceive ease of use ណាងាយស្រួលប្រើហើយអញ្ចឹងទៅហើយមួយទៀត intention behavioral intention ទៅនឹងកាប់គេយ៉ាងគាត់គឺយើងបូកមកការប្រើប្រាស់អញ្ចឹង we answer the question why this happening អញ្ចឹងគឺវាឆ្លើយនឹងសំណួរ why ចំណែកឯ conceptual framework គឺឆ្លើយនឹងសំណួរ what variable and how variable related អរគុណច្រើនយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់